ในអាស្រមមហាឧត្តមកៅមនីជើតឃុំព្រះអំបិលស្រុកស្អាងខេត្តកណ្ដាលបានប្រពៃពិធីបុណ្យសូមការអនុញ្ញាតបន្តការកសាងព្រះបដិមាព្រះអង្គធំនិងព្រះអង្គគោកឆ្លូកជំហានទី4ចំនួន148អង្គបន្ថែមទៀតសម្រាប់ធ្វើជាធម្មទានពិធីបុណ្យក្រុងពាលីសូមការអនុញ្ញាតផ្ដើមកសាងព្រះបដិមានៅក្នុងជំហានទី4នេះប្រពធ្វើឡើងចំថ្ងៃ15កើតខែពិសាខដែលជាថ្ងៃបុណ្យព្រះពុទ្ធសាសនាពិសាខបូជាដែលអ្នកកាន់ព្រះពុទ្ធសាសនានៅទូទាំងប្រទេសបានប្រពធ្វើឡើងព្រមគ្នានៅក្នុងការរំលឹកដល់ថ្ងៃមហាមង្គលប្រកបដោយអត្ថន័យដ៏ធំធេង3យ៉ាងគឺព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូនៃយើងទ្រង់ប្រសូតចាក់ពីឧត្តរព្រីព្រះមេដាដែលថ្ងៃទ្រង់ត្រាស់ដឹងសម្មាពុទ្ធញ្ញាណនិងថ្ងៃដែលព្រះអង្គរំលត់ខណ្ឌចូលកាន់ព្រះបរិនិព្វានប្រតិចាអ៊ុនសរឿនម្ចាស់អាស្រមមហាឧត្តមបានមានប្រសាសន៍ថាការកំណត់យកថ្ងៃ15កើតខែពិសាខបន្តការកសាងព្រះបដិមាជំហានទី4នេះគឺពិតជាមានអត្ថន័យដ៏ឧត្តមឧត្តមព្រោះចំជាថ្ងៃមួយដែលព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់ប្រសូតហើយលោកប្រតិចាក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតជាចម្រើនអ្នកតំណាងរាជមណ្ឌលខេត្តកណ្ដាលនិងលោកជំទាវដែលបានផ្ដួចផ្ដើមនៅក្នុងការកសាងព្រះពីរប្រកេននេះឡើងសម្រាប់ចែកចាយធ្វើជាធម្មទានគិតរហូតដល់ពេលនេះការកសាងសម្រេចបានជិត2000អង្គហើយព្រះបដិមាទាំងអស់នេះចែកចាយជាធម្មទានទៅតាមបណ្ដាវត្តក្រីក្រនៅទូទាំងប្រទេសនិងធ្វើធម្មទានទៅតាមបណ្ដាប្រទេសនានាដែលពុទ្ធបរិស័ទជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាសូមយកធ្វើជាទីសក្ការៈផងដែរសូមបញ្ជាក់ថានៅក្នុងជំហានទី4នេះមហាអាស្រមឧត្តមកៅមនីជើតនឹងបន្តការកសាងព្រះអង្គគង់ឆ្លូកនិងព្រះអង្គធំចំនួន148អង្គបន្ថែមទៀតដើម្បីបំពេញទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅក្នុងពិធីផ្ដើមកសាងព្រះបដិមាជំហានទី4នេះឯកឧត្តមបណ្ឌិតជាចម្រើននិងលោកជំទាវបានអញ្ជើញជាអធិបតីនិងបានចាប់មគ្គផលជាបច្ច័យចូលរួមការកសាងនៅទឹកប្រាក់ចំនួន$2000សហរដ្ឋអាមេរិកនិងមានការចូលរួមចាប់មគ្គផលពីពុទ្ធបរិស័ទនៅបច្ច័យមួយចំនួនទៀតផងដែរ